ในក្នុងសង្គមសពថ្ងៃបញ្ហាចម្បងដែលតែងតែជួបជាញឹកញាប់នោះគឺតាក់ទងនឹងបញ្ហាអំពើលួចដែលគឺជាការយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតនិងមានគោលបំណងរកផលប្រយោជន៍ផ្ទាល់ខ្លួនដែលជាអំពើខុសក្នុងច្បាប់ប៉ះពាល់ដល់សិទ្ធិមនុស្សទ្រព្យសម្បត្តិនិងអសុវត្ថិភាពដល់សង្គមយើងអាចឧទាហរណ៍ជាក់ស្ដែងដូចជាលួចលុយពីមិត្តភ័ក្តិលួចទូរស័ព្ទដៃពីអ្នកដទៃលួចទំនិញនៅហាងឬក៏លួចតាមប្រព័ន្ធ social media ដែលគេហៅថា hacker អ្វីជាដើមចំពោះផលប៉ះពាល់ជាឥទ្ធិពលដល់ទ្រព្យសម្បត្តិការបង្កដល់អារម្មណ៍ភ័យខ្លាចនិងអសុវត្ថិភាពនៅក្នុងសង្គមមួយឬក៏ប្រទេសមួយបើសិនជាមានរឿងនឹងកើតឡើងជាញឹកញាប់ឬក៏បង្កភាពអវិជ្ជមាននៅក្នុងសង្គមជាដើមដែលចំពោះទោសទណ្ឌកម្មវិញគឺទណ្ឌកម្មតាមផ្លូវច្បាប់អំពើលួចនាំឲ្យមានទោសពិន័យជាប្រាក់និងទោសដាក់ពន្ធនាគារបើសិនជាករណីថាអំពើនោះគឺជាអំពើដែលមិនអាចលើកលែងបានចំពោះអត្ថន័យនៃអំពើលួចនិងទោសអំពើលួចគឺជាអំពើដកហូតដោយទុច្ចរិតនៅទ្រព្យសម្បត្តិឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបើយោងតាមមាត្រា353នៃក្រមព្រហ្មទណ្ឌក្នុងករណីនេះការលួចថាមពលក៏ត្រូវបានចាត់ទុកជាការអំពើលួចដែរដូចជាការលួចចរន្តអគ្គិសនីដែលនាំឲ្យខូចខាតផលប្រយោជន៍រាល់អ្នកដទៃជាដើមបើយើងក្រឡេកទៅលើទោសដែលត្រូវទទួលរងក្នុងការប្រព្រឹត្តអំពើលួចវិញអំពើលួចត្រូវប្រតិទោសដាក់ពន្ធនាគារពី6ខែទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ6លានរៀលបើយោងតាមមាត្រា356នៃក្រមព្រហ្មទណ្ឌក្នុងនោះផងដែរច្បាប់ក៏បានកំណត់អំពីស្ថានទម្ងន់ទោសដោយសារការប្រើហិង្សានៅពេលដែលប្រព្រឹត្តបទល្មើសលួចមួយនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី3ឆ្នាំទៅ10ឆ្នាំជាដើមការបើអំពើលួចនេះត្រូវប្រព្រឹត្តឡើងមុនពេលក្នុងពេលឬក៏ក្រោយពេលប្រើហិង្សានឹងការប្រព្រឹត្តដោយសារការកាប់គាស់ទម្លុះទម្លាយបើយោងតាមមាត្រា357នៃក្រមព្រហ្មទណ្ឌអំពើលួចដែលខ្ញុំបានរៀបរាប់ខាងលើគឺជាអំពើលួចដែលខុសនឹងច្បាប់បើសិនជាចាប់បានអាចទទួលរងនៅទោសទណ្ឌកម្មជាច្រើនទៅតាមច្បាប់ដែលបានកំណត់តើអ្វីដែលលួចហើយយើងមិនអាចទទួលនៅទោសទណ្ឌកម្មទាំងអស់ដោយលួចនៅត្រង់ចំណុចខាងលើខ្ញុំបានលើកឡើងអំពីអំពើលួចដែលបុគ្គលណាបានប្រព្រឹត្តទោសទណ្ឌនិងទទួលទោសនៅតាមច្បាប់កំណត់និងទោសពិន័យជាប្រាក់ជាដើមបើយើងកលែងមើលថាលួចអ្វីដែលមិនចាំបាច់ទទួលទោសទណ្ឌកម្មនៅក្នុងច្បាប់កំណត់នៅក្នុងចំណុចនេះចំណុចទី2សំដៅទៅលើអភ័យឯកសិទ្ធិគ្រួសារអំពើលួចបានកើតឡើងប៉ុន្តែបុគ្គលដែលបានប្រព្រឹត្តអំពើលួចត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលគេហៅថាអភ័យឯកសិទ្ធិគ្រួសារដោយមិនបាច់ត្រូវទទួលទោសព្រហ្មទណ្ឌបានទេកាលណាបើអំពើជាការលួចទ្រព្យសម្បត្តិរបស់ពុព្វញាតិឬក៏បច្ចាញាតិជាដើមអំពើលួចទ្រព្យសម្បត្តិរបស់សហព័ន្ធមាត្រា355នៃក្រមព្រហ្មទណ្ឌក៏បានចែងបែបនេះឬក៏យើងឧទាហរណ៍ជាក់ស្ដែងដូចជាការលួចលុយឪពុកម្ដាយឬក៏ការលួចលុយប្រពន្ធដើម្បីចិញ្ចឹមស្រីក្មេងផ្សេងឬក៏ការលួចលុយឬវត្ថុសម្ភារៈផ្សេងអំពើមួយនេះគឺអត់ខុសនឹងច្បាប់បានកំណត់ទេ